ខ្ញុំឈ្មោះជាងរត់ខ្ញុំមកពី SV 7 ចឹងឥឡូវខ្ញុំមកធ្វើការ install ក៏ដូចជាការ connect ទៅនឹង SSH អញ្ចឹងជាដំបូងគឺខ្ញុំសូមធ្វើការ config ជាមួយទៅនឹង network សិនអញ្ចឹងឥឡូវគឺខ្ញុំយកជាមួយទៅនឹង Bread adapter ហើយឥឡូវនេះខ្ញុំយកឈ្មោះ160 Hz មួយនេះហើយប៉ុណ្ណឹងគឺខ្ញុំអាច OK បានប៉ុន្តែមុននឹងខ្ញុំបើកជាមួយទៅនឹងម៉ាស៊ីនរបស់ខ្ញុំខ្ញុំសូមធ្វើការ backup ទុកមួយសិនអញ្ចឹងក្នុងនោះខ្ញុំសូមដាក់ V1 ហើយខ្ញុំអាច start ម៉ាស៊ីនរបស់ខ្ញុំទៅបានចឹងកន្លែងនេះគឺខ្ញុំសូមធ្វើការ login ជាមួយនឹង username របស់ខ្ញុំចឹងឥឡូវខ្ញុំបានធ្វើការ login បានហើយបន្ទាប់មកខ្ញុំនឹងធ្វើការជាមួយនឹង install ជាមួយនឹង Pancake មកចឹងដោយខ្ញុំប្រើ command sudo apt updateហើយបន្ទាប់មកខ្ញុំនឹងធ្វើការ install ជាមួយទៅនឹង SSH ដោយខ្ញុំប្រើ command sudo apt install by open SSH ហើយ serverហើយបន្ទាប់មកខ្ញុំនឹងធ្វើការទៅ enable ជាមួយទៅនឹង SSH របស់យើងតែខ្ញុំប្រើ command sudo system cll enable .now SSH sudoហើយតើមកខ្ញុំនឹងធ្វើការ check ជាមួយទៅនឹង status sudo systemctl ហើយ status SSH statusតើខ្ញុំធ្វើការ check ជាមួយទៅនឹង status របស់វាខ្ញុំធ្វើការ allow ជាមួយទៅនឹង SSH របស់យើងដោយ command sudo ufu allow SSH ចឹងជាចុងក្រោយខ្ញុំនឹងធ្វើការ create ជាមួយទៅនឹង IP ចឹង IP របស់ខ្ញុំគឺ 192.108.100 និង .160 ចឹងខ្ញុំនឹងធ្វើការ connect តាមរយៈ PowerShell ទៅតាមម៉ាស៊ីនរបស់ខ្ញុំចឹងនៅក្នុងនោះគឺយើងប្រើ command SSH ហើយឈ្មោះជាមួយនឹងម៉ាស៊ីន user ម៉ាស៊ីនរបស់ខ្ញុំនៅក្នុង Visual ណាហើយនឹង add ជាមួយនឹងការដាក់
ពី100 68 ដក 100 ដល់នឹង 160 ចឹងនេះគឺការចេះហើយជួយ password ចឹងចុងក្រោយខ្ញុំធ្វើការ check URI ថាឈ្មោះ user ក្នុង server ឈ្មោះអីចឹងខ្ញុំ get បានមកគឺពីរត់តមកខ្ញុំធ្វើការ get PWD ដែលសម្រាប់ការ check ដែលស្ថិតនៅក្នុង path នេះណាចឹងជាចុងក្រោយគឺវីដេអូក៏មានតែប៉ុណ្ណឹងអរគុណច្រើនលោក